បាទជំរាបសួរថ្ងៃនេះដែរខ្ញុំមកអានរឿងប្រឡំលោកខ្លីមួយដែលមានចំណងជើងថាខ្ញុំរៀនត្រួតថ្នាក់ឥឡូវខ្ញុំអានហើយណាខ្ញុំជាមនុស្សម្នាក់ដែលគេមិនទទួលស្គាល់បើនិយាយមែនទែនទៅខ្ញុំគ្រាន់តែជាកំតិចមនុស្សពេលខ្លះមិនមែនជាមនុស្សម្នាក់ផងអ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួនខ្ញុំស្អប់មិនចូលចិត្តរូបខ្ញុំមិនថាសង្គមសាលារៀនក៏ស្អប់ខ្ញុំអ្នកទាំងឡាយនិងសាច់ញាតិក៏រត់តែស្អប់រូបខ្ញុំទៅទីរួមទាំងមិត្តភ័ក្តិរួមថ្នាក់របស់ខ្ញុំផងដែរគេស្អប់ខ្ញុំព្រោះតែខ្ញុំមិនដូចគេខ្ញុំមិនចេះតាមគេមិនសម្របខ្លួនឲ្យចូលក្នុងចំណោមនឹងគេពោលគឺមិនចេះចូលស្ទឹងតាមបទតែម្ដងបើមើលពីខាងក្រៅទៅខ្ញុំជាសិស្សកម្ជិលខ្ញុំជាសិស្សអគតិចំពោះវិស័យអប់រំក្នុងកោបភ្នែកសាលារៀនសម្រាប់ខ្ញុំលែងជាថ្នាលបណ្ដុះគ្រាប់ពូជពុទ្ធិចំណេះដឹងទៀតហើយសាលារៀនគ្រាន់តែជាទីផ្សារសម្រាប់ធ្វើអាជីវកម្មប៉ុណ្ណោះលើសពីនេះទៅទៀតខ្ញុំយល់ឃើញទៀតថាបន្ទប់រៀនជាគុកឃុំឃាំងឧក្រិដ្ឋជនជាពន្ធនាគារសម្រាប់រូបខ្ញុំគ្រប់ពេលដែលខ្ញុំជឿនជើងចូលថ្នាក់រៀនម្ដងខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនល្អងឹតមុខជាក្បាលតែម្ដងភ័យខ្លាចព្រឺព្រួយសពបែបយ៉ាងអាសូរដល់អ្នកដើរប្រមូលលុយក្នុងថ្នាក់ភ័យក្រែងខ្លាចគ្រូទារប្រាក់ខ្លាចសំលេងសូរសម្រែករបស់គ្រូខ្លាចគ្រូវីមួលក្បាលពោះខ្លាចសៀវភៅហោះខ្លាចហ្វឺតហើខ្លាចទាំងក្រដាស់មេរៀនខ្លាចត្បិតខ្ញុំជាសិស្សរៀនបាត់ថ្នាក់សិស្សកំជិលហើយក៏ជាសិស្សក្រីក្ររាល់ពេលរៀនម៉ោងរត់សំលេងគ្រូប្រៀបបាននឹងសំលេងផ្ទុះមីនតោធ្វើឲ្យខ្ញុំផិតភ័យញាប់ញ័រអស់សពសាច់ទាំងអស់គួរដែរក្រយៅគូតរបស់ខ្ញុំមិនដែលបានស្គាល់តុកៅអីសាលាគួរម្ដងណាឡើយមានពេលមួយខ្ញុំដើរកាត់បន្ទប់រៀនគូខ្ញុំបានស្ដាប់ដោយចៃដន្យនៅសូរផ្អែមល្ហែមរាប់រយទំនុកហូរចេញពីក្រអូមមាត់គ្រូរបស់ខ្ញុំសុទ្ធតែពួកអូនកូនស្រីឡើងផ្អែមរលូនតែក្នុងថ្នាក់វិញមិនបាច់និយាយទេខ្ញុំបានចាប់ដើមចងរំបន្ថែមយ៉ាងតឹងណែននៅផ្នត់គំនិតទុតិធិនិយមចំពោះវិស័យអប់រំក្នុងសាលារៀនរបស់ខ្ញុំគ្មានអ្វីអាចបំបែកការយល់ដឹងយល់ដល់ខ្មៅងងឹតគំនិតដ៏អគតិយ៉ាងក្រាស់ឃ្មឹករបស់ខ្ញុំបានឡើយហើយក៏គ្មានអ្វីអាចមកដុសខាត់ឬលាងសម្អាតផ្នត់គំនិតដែលចាក់ស្រេះដុសស្លែកាន់ស្នឹមនៅក្នុងខួរក្បាលរបស់ខ្ញុំបានឡើយគ្រូជាមេដាទី2ហើយយកលុយកូនសិស្សអញ្ចឹងអូននឹងហៅមេដាទី2ច្រកបាច់កកូនយកលុយអញ្ចឹងមេដាមានតែឲ្យលុយកូនរៀនសូត្រវិញទើបត្រឹមត្រូវរឿងទាំងអស់នេះខ្ញុំមិនអាចបន្ទោសនរណាបានទាំងអស់ខ្ញុំមិនស្អប់មិនខឹងនឹងគ្រូរបស់ខ្ញុំនោះទេហើយខ្ញុំរត់តែមិនអាចប្រកាន់ខឹងនឹងបន្ទោសគាត់ជាដាច់ខាតខ្ញុំសាកល្បងគិតឲ្យមែនទែនឡើងវិញនៅរាល់ទង្វើរបស់ពួកគាត់ទាំងអបាម៉ាគឺសុទ្ធតែមានហេតុផលត្រឹមត្រូវនិងទំនួលខុសត្រូវខ្ពស់ណាស់បើគ្រូរបស់ខ្ញុំមិនធ្វើអញ្ចឹងទេសួរថាកូនរបស់គាត់បានអ្វីទទួលទានមិនដាច់ពោះស្លាប់បើរំពឹងលើប្រាក់ខែគ្រូបង្រៀនដែលបានមិនស្មើអ្នកធំផឹកស៊ីរំរែកម្ដងផងនោះមិនស្មើនឹងគេមើលភ្លើងវិលម្ដងផងខ្ញុំគិតយូរទៅខ្ញុំមកវិញវង្វាន់ក្នុងពិភពគំនិតភ័យរលួយខ្ញុំគិតចុះគិតឡើងប្រធានបទជាច្រើនបានវិលក្នុងក្បងគ្រប់ជ្រុងនៃខួរក្បាលរបស់ខ្ញុំគិតមិនលេចសោះខ្ញុំអស់សង្ឃឹមជាខ្លាំងចំពោះអនាគតនៃការសិក្សារបស់ខ្ញុំចាប់ផ្ដើមបែកឆ្វេងហើយខ្ញុំចេះកិច្ចសាលាខ្ញុំបានខ្លាចជាសិស្សកិច្ចសាលា
ឆ្នាំនេះខ្ញុំសម្រេចចិត្តរៀនត្រួតថ្នាក់បើនិយាយថាខ្ញុំរៀនធ្លាក់ឬរៀនដប់ថ្នាក់ប្រហែលជាត្រឹមត្រូវជាងការបូកសរុបអវត្តមានប្រចាំឈោមីខ្ញុំមានច្រើនជាងអ្នកដែលមិនចូលសាលាទៅទៀតដូចនេះខ្ញុំត្រូវទៅទីចាត់ការត្បិតរៀងរាល់ពេលមុនប្រឡងឈោមីទាំងពីរលើគណៈទីចាត់ការតែងតែបិទប្រកាសអ្នកមានអវត្តមានច្រើនឲ្យទៅសម្រួលពាក្យថាសម្រួលមានន័យល្អប្រពៃណាគឺធ្វើឲ្យស្រួលប្រសិនបើមានសិស្សលំបាកឡើងថ្នាក់ឬធ្លាក់ឈោមីសម្រួលលុបអវត្តមានទៅច្បាស់ជាជាប់យ៉ាងស្រួលហើយធ្លាក់ទៅជាជាប់ខុសជាត្រូវសូជាខ្មាស់ដោយសារសម្រួលតាំងពីចូលរៀនមកខ្ញុំមិនដែលមានមុខមាត់ទៅជួបគ្រូនៅទីចាត់ការម្ដងណាឡើយលើកនេះត្រូវមានកិត្តិយសយ៉ាងធំធេងដែលបានជួបគ្រូបន្ទប់ថ្នាក់នៅការិយាល័យបុគ្គលិកសិក្សាដើម្បីសម្រួលកម្រងសន្ទនាទៅពីនេះរវាងគ្រូបន្ទប់ថ្នាក់និងខ្ញុំបានដល់ចំណុចមួយយ៉ាងតឹងសរសៃកឲ្យស្នើដោយគេឯងមកខុសគេពេកលោកគ្រូទទួលបន្ទប់ថ្នាក់ស្រែករៀងសម្ដីធ្ងន់បន្តិចខ្ញុំនៅទ្រឹងដូចជារកកលឆ្លើយតបទៅវិញកើតខ្ញុំរៀងដូចជាស្លុតនឹងសម្ដីរបស់គាត់បន្តិចទេតែខ្ញុំតាំងចិត្តសាក់លបងឆ្លើយតិចថាលោកគ្រូខ្ញុំសិស្សក្រីក្រទេសូមលោកគ្រូជួយខ្ញុំម្ដងទៅលោកគ្រូស្រាប់តែពេលនោះគាត់បាញ់ផ្លែព្រួយសម្ដីតបមកខ្ញុំវិញទាំងតែម្ដងបើឯងជួយខ្លួនឯងបានផងអើយទៅពឹងណាគេជួយឯងទៅកុំឲ្យយូរសាមច្រើនពេក50% មកអញ្ចឹងសិស្សក្រីក្រខ្ញុំដើមលុនតួអង្វរគាត់សារជាថ្មីម្ដងទៀតលោកគ្រូតើខ្ញុំអាចមានជំរឿផ្សេងបានទេលោកគ្រូតើខ្ញុំអាចជួមប្រឡងឡើងថ្នាក់បានទេក៏ព្រោះតែខ្ញុំអត់មានលុយនឹងហើយបានជាខ្ញុំកិច្ចម៉ោងគ្រូអត់ដែលគាត់ទាលុយទៅអានសៀវភៅនៅបណ្ណាល័យស្រាវជ្រាវឯកសារផ្សេងផងព្រមទាំងទៅស្ដាប់គេធ្វើវេទិកាវិភាសាអក្សរសាស្ត្រខ្មែរនៅជាស្ថានពុទ្ធសាសនបណ្ឌិតខ្ញុំនិយាយទាំងញញឹតញញើមនិងភ័យបន្តិចផងតែខ្ញុំតាំងចិត្តនិយាយបន្តទៀតនេះហើយទើបអវត្តមានច្រើនយ៉ាងនេះលោកគ្រូសូមលោកគ្រូអាណិតដល់សិស្សក្រីក្រផងទៅលោកគ្រូខ្ញុំនិយាយយ៉ាងទន់ភ្លន់ប្រកបដោយការគោរពដ៏ជ្រាលជ្រៅតែលេងអីពេលនេះខ្ញុំខ្លាចជាផ្ទាំងស៊ីបតែម្ដងខ្ញុំរងគ្រាប់ព្រួញរបស់គាត់ស្ទើរតែសុះទ្រូងណិតវាស្អិតពោះបានហើយចេញទៅវិញសិនអាម៉ោងរៀនវាទៅមិនណាឡៃហើយតើណាណៃស្អីវាអានេះហីអានេះអើយចេញទៅអញមានភ្ញៀវគាត់និយាយទាំងសម្ដីគំរោះគំរើធ្វើយកដៃមើលនាឡិកាហើយតម្រង់វ៉ែនតារួចបែរភ្នែកទៅកញ្ចក់កុំព្យូទ័ររបស់គាត់ដែលមានពេញទៅដោយផ្ទាំងលេងអុកនិងហ្គេមប៊ីខ្ញុំនៅតែប្រកាន់ចំហសម្ដីទន់ភ្លន់ដដែលទោះបីជាបេះដូងជាប់ព្រួញចុកអ៊ូផ្សាយ៉ាងណាក៏ដោយប្រៀបបាននឹងការបាក់តបនៅសមរភូមិខ្ញុំក៏សំពះជម្រាបលាគាត់ជាចុងក្រោយបាទលោកគ្រូអរគុណលោកគ្រូច្រើនខ្ញុំសូមជម្រាបលាសិនហើយលោកគ្រូគាត់មិនបានឆ្លើយតបសូម្បីមួយខ្ញុំដើរចេញពីបន្ទប់លោកគ្រូទាំងចិត្តហេងហាដែលហួសចិត្តឥតសម្បើបាទលោកគ្រូអរគុណលោកគ្រូច្រើនខ្ញុំសូមជម្រាបលាសិនហើយលោកគ្រូគាត់មិនបានតបសម្ដីខ្ញុំមួយម៉ាត់ខ្ញុំដើរចេញពីបន្ទប់លោកគ្រូទាំងចិត្តហេងហាដោយហួសចិត្តឥតសង្ឃឹមខ្ញុំសោកញឹមញឹមហើយក្រវីក្បាលដែលហួសចិត្តជាពុនពេកខ្ញុំក៏ដើរតម្រង់ទៅអូកង់កញ្ចាស់របស់ខ្ញុំត្រឡប់ទៅផ្ទះវិញនៅលើដងវិថីដែលមានសភាពអ៊ូអាប់អ៊ូអទៅដោយផ្សែងនិងសំឡេងសន្ធឹកម៉ាស៊ីនយានយន្តជាច្រើនប្រភេទដែលកំពុងតែបំពុលបរិយាកាសខ្ញុំគិតច្រើនរវើរវាយបញ្ចេញទស្សនៈតែម្នាក់ឯងដោយមនុស្សវិកលចរិតចំពោះប្រហាក់ស្រួលនោះបើខ្ញុំទៅរំអុកពុកម៉ែរបស់ខ្ញុំឯស្រែច្បាស់ជាបានមិនខានខ្ញុំច្បាស់ជាឡើងថ្នាក់យ៉ាងប្រកបតែខ្ញុំមិនអាចធ្វើរួចទេ
ខ្ញុំមិនអាចស្រោចទឹកក្របពូជពុករលួយបានទេប្រសិនបើជាខ្ញុំនៅតែស្រោចទឹកហើយខ្ញុំអង្គុយរំពឹងថាវាមិនដុះដេកបន់ស្រន់កុំឲ្យដុះកុំដុះទៅមិនរួចទេវាច្បាស់ជាដុះដូច្នេះខ្ញុំត្រូវបំបត្តិអំពើពុករលួយដើមចេញពីខ្លួនឯងបើអ្នកដទៃមិនគិតគូរមិនគោរពច្បាប់ចរាចរណ៍ក៏ហីទៅចុះព្រោះវាជារឿងរបស់គេការសំខាន់គឺខ្ញុំបានគោរពខ្លួនឯងខ្ញុំបានគោរពឲ្យតម្លៃខ្លួនឯងហើយមួយវិញទៀតប្រសិនជាខ្ញុំយកលុយទៅសោកគ្រូទោះបីអ្នកដទៃមិនដឹងក៏ដោយក៏ខ្លួនយើងជាអ្នកប្រព្រឹត្តដឹងខ្លួនឯងច្បាស់ណាស់អាស្រ័យហេតុនេះខ្ញុំមិនអាចធ្វើទៅរួចបានជាដាច់ខាតខ្ញុំខ្មាស់មនសិការខ្ញុំមិនអាចឲ្យមនសិការជេរស្ដីម្ដងជាពីរដងនោះទេខ្ញុំសុខចិត្តទទួលរងអំពើអយុត្តិធម៌តែខ្ញុំមិនប្រព្រឹត្តអំពើអយុត្តិធម៌ឡើយខ្ញុំឃើញគ្រូជាច្រើនចេះតែត្អូញត្អែថាលំបាកខ្ញុំលើដូចនេះខ្ញុំរត់ទៅកាន់តែចង់សាជាពិសេសខ្ញុំបានកំណត់គោលដៅរួចជាស្រេចហើយគឺខ្ញុំត្រូវតែក្លាយជាគ្រូបង្រៀនហើយក្នុងនាមជាគ្រូបង្រៀននោះទៀតសោតខ្ញុំនឹងបំបត្តិអំពើពុករលួយក្នុងវិស័យអប់រំដោយផ្ដើមចេញពីខ្លួនខ្ញុំទោះបីជាអ្នកណាយល់យ៉ាងណាក៏ដោយចុះហើយប្រសិនបើកាលណាខ្ញុំក្លាយជាគ្រូក៏ខ្ញុំមិនអាចទទួលសំណូកបានដែរព្រោះខ្ញុំចង់បានប្រព័ន្ធអប់រំមួយដែលល្អប្រសើរដែលធានាដល់ការបណ្ដុះបណ្ដាលធនធានមនុស្សហេតុនេះខ្ញុំមិនអាចសោកលួយគ្រូបានទេខ្ញុំចង់ក្លាយជាអ្នកអប់រំល្អម្នាក់ដូចនេះខ្ញុំត្រូវអប់រំខ្លួនឯងជាមុនសិនខ្ញុំមិនអាចបរិភោគនៅពេលដែលអ្នកដទៃជុំវិញខ្លួនកំពុងស្រែកឃ្លានអាហារនោះទេចំពោះរូបខ្ញុំមួយខ្ញុំធ្វើយ៉ាងណាត្រូវមួយរស់តែប៉ុណ្ណោះខ្ញុំគ្មានចង់បានអ្វីទៀតឡើយបើដើម្បីទៅរស់មិនចាំបាច់ជ្របាច់កូនសិស្សក៏អាចរស់បានដែរបើមានសមត្ថភាពកម្រិតចេះដឹងមួយពិតប្រាកដខ្ញុំនឹងខិតខំបំពេញការងារបម្រើប្រទេសជាតិមាតុភូមិរបស់ខ្ញុំមិនមានចង់បានអ្វីទេក្រៅពីធ្វើការងារដែលខ្ញុំយល់ថាជាភាពត្រឹមត្រូវដែលខ្ញុំត្រូវធ្វើនោះខ្ញុំក៏នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនិងសមត្ថភាពព្រមទាំងពេលវេលាដ៏ខ្លីនៃជីវិតរបស់ខ្ញុំក្នុងការបម្រើមនសិការនិងឧត្តមគតិតាមឆន្ទៈដ៏មោះមុតរបស់ខ្ញុំ2ឆ្នាំកន្លងទៅនេះខ្ញុំបានស្វែងរកទីកន្លែងស្ងប់ស្ងាត់ដើម្បីគេចចេញឲ្យឆ្ងាយពីសម្រែកដ៏គួរឲ្យភ័យខ្លាចគេចពីសម្រែកមានតោនដែលធ្វើខ្ញុំពិតភ័យតកម្មមាខ្ញុំអត់ចូលរៀននៅសាលាទេខ្ញុំរៀននៅសាលាតិចតួចបំផុតខ្ញុំទៅសាលាពី3ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍អាទិត្យខ្លះនេះគ្មានឃើញស្រមោលខ្ញុំនៅក្នុងថ្នាក់តែម្ដងខ្ញុំខ្លាចជាសិស្សកិច្ចសាលាខ្ញុំរៀនក្រៅថ្នាក់ខ្ញុំបានទៅបណ្ណាល័យក្នុងម៉ោងរៀនដែលវាខ្លាចជាទម្លាប់របស់ខ្ញុំទៅហើយវាជាបុព្វហេតុនៃការធ្វើឲ្យខ្នើសចិត្តគ្រូបន្ទប់ថ្នាក់ហើយក៏ជាមូលហេតុដែលខ្ញុំត្រូវរៀនត្រួតថ្នាក់កាលពីឆ្នាំមុនដែរខ្ញុំចាប់ដើមស្វែងរកការចេះដឹងដោយខ្លួនឯងនៅដើមពីការហាត់សរសេរនិងចេញពីការអានសៀវភៅយ៉ាងច្រើនលើសលប់ខ្ញុំបានជួបពិភាក្សាជាមួយអ្នកប្រាជ្ញទាំងក្នុងនិងក្រៅប្រទេសជាច្រើនតាមរយៈសៀវភៅលើពីនេះខ្ញុំបានជួបនឹងបញ្ញវន្តជាច្រើនទៀតនៅតាមបណ្ណាល័យថ្ងៃមួយខ្ញុំបានដាក់ប្រឡងកំណាព្យនិងសរសេររឿងខ្លីជាប់ប្រចាំសាលាតែគ្មាននរណាម្នាក់បានដឹងថារូបខ្ញុំផងទេដែលជាបេក្ខជនជាប់លិភីឆ្នើសូម្បីតែគ្រូប្រចាំថ្នាក់និងមិត្តភ័ក្តិរួមថ្នាក់ដែលធ្លាប់អង្គុយក្បែរគ្នាក៏ដោយរហូតដល់គ្រូនាយកប្រកាសឲ្យរកឈ្មោះនិងអាស័យដ្ឋានទើបបានអ្នកទាំងអស់គ្នាបានដឹងថាខ្ញុំរស់នៅក្រោមដំបូលផ្ទះពុកភ័យពុករលួយមួយខែសីហាឆ្នាំ2009កែសម្រួលថ្ងៃសៅរ៍27ទី27ខែវិច្ឆិកាឆ្នាំ2010